ពិតជាចូលរួមយ៉ាងសកម្មបាទយ៉ាងសកម្មមិនមែនទទួលស្គាល់ធម្មតាទេពីព្រោះពីពីនៅជាប់ប្រាសាទពីនៅជាប់នឹងថ្មដែលហៅថាពីថ្មមកដល់សៀវភៅដែលមានបរិយាយយ៉ាងលម្អិតហើយហាក់ដូចបើយើងនិយាយទៅហាក់ដូចជាអប្សរនេះរស់រវើកហេតុអីបានថារស់រវើកពីព្រោះគេបានបរិយាយតម្រង់អប្សរមួយមកុដនេះយ៉ាងរួចម្ដេចមានពាក់សរងអីមានគ្រឿងអលង្ការអ្វីមានប្រើសម្ពុតយ៉ាងម៉េចអីយ៉ាងម៉េចខ្ញុំមិនចេះជំនាញវប្បធម៌សិល្បៈអីប៉ុន្តែគេមានបរិយាយលម្អិតអញ្ចឹងហាក់ដូចរស់រវើកផុសចេញពីថ្មមកអញ្ចឹងហើយទាំងអស់ហ្នឹងគឺបានចូលរួមយ៉ាងសកម្មនៅក្នុងការទាំងរឿងថែរក្សាមរតកវប្បធម៌ទាំងការផ្សព្វផ្សាយពីព្រោះការថែរក្សាមានថាយើងបានចងក្រងទុកបើទោះជាថ្ងៃក្រោយយើងដឹងហើយថ្មឥឡូវមានរបេះច្រើនហើយផុយផងដោយសារតែបរិស្ថានដោយសារតែកម្ដៅត្រូវភ្លៀងរាប់ពាន់ឆ្នាំជិត1000ឆ្នាំហើយអញ្ចឹងផុយអញ្ចឹងយើងបានចងក្រងក្បួនខ្នាតហ្នឹងហើយគេអាចយកទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយកាលណាផ្សព្វផ្សាយទៅគេបានឃើញគេជាចំណែកមួយដែលគេយល់ដឹងអំពីយើងគេនឹងទទួលស្គាល់គេនឹងដឹងថានេះជារបស់ខ្មែរខ្ញុំបានលើកហើយថាប្រទេសថៃនឹងតែម្ដងបានតាំងខ្លួនជាចង់ជាម្ចាស់អរិយធម៌ខ្មែរដែរខ្មែរយើងត្រូវតែយល់អំពីអរិយធម៌ខ្លួនឯងឲ្យស៊ីជម្រៅខ្លួនឯងជាម្ចាស់ឲ្យចេះឲ្យច្បាស់អញ្ចឹងចេះច្បាស់មិនច្បាស់កម្រិតណាគឺតាមរយៈការសិក្សាស្រាវជ្រាវរបស់យើងផ្សព្វផ្សាយឲ្យទូលំទូលាយដោយករណីអប្សរានេះអញ្ចឹងពីអប្សរាថ្មទៅជាអប្សរារស់អប្សររស់រវើកនៅក្នុងទាំងនៅក្នុងសៀវភៅសិក្សាសៀវភៅបោះពុម្ពទាំងនៅក្នុងមេឌៀផ្សេងមេឌៀផ្សេងជាភាពយន្តខ្លីជាការផ្សព្វផ្សាយព័ត៌មានហើយថ្ងៃក្រោយទៅនៅពេលដែលយើងបោះពុម្ពជាផ្លូវការផ្សព្វផ្សាយជាផ្លូវការមានកម្មសិទ្ធិបញ្ញាច្បាស់លាស់យើងបញ្ចូលទិន្នន័យនេះទៅពេលនោះ AI គ្រាន់តែចុចមក AI ស្គាល់ថាអក្សរដែលសិក្សាស្រាវជ្រាវយើងឃើញយើងហ្នឹងពីរាជរដ្ឋាភិបាលហ្នឹងហើយអាហ្នឹងគឺកាន់តែទូលំទូលាយហើយឥឡូវនេះ AI ទិន្នន័យ AI តាមខ្ញុំដឹងទិន្នន័យដែលប្រមូលបានវប្បធម៌ប្រវត្តិសាស្ត្រហ្នឹងពេលខ្លះប្រមូលបានខាងពីថៃទៅវិញទេអញ្ចឹងគេច្បាស់ជានិយាយលំអៀងទៅថៃហើយដូច្នេះបើយើងបញ្ចូលខាងយើងមកច្រើន AI ចាប់ពីទិន្នន័យពីយើងមកគឺជាទិន្នន័យរបស់កម្ពុជាដែលជាម្ចាស់អរិយធម៌